សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ជាពិសេសអ្នកដែលបានឃើញវីដេអូខ្ញុំបានស្ដាប់សំណេរខ្ញុំនៅក្នុងវីដេអូរៀបរាប់ជាក់ស្ដែងនៅក្នុងវីដេអូនេះផងដែរចាបងប្អូនដឹងហើយថាប្រហែលមួយខែមុនគឺខ្ញុំបានផុសផ្លូវនេះក្លុកលិចសមាំងគឺលើជង្គង់ចាពេលដែលភ្លៀងផ្ដិតផងល្អិលផងហើយក៏អត់មានសម្បីតែភ្លើងដើរដោយសារតពិបាកបែបនោះហើយទៅមេភូមិចាលោកស្រីហេងអូលីជាមួយនឹងអនុភូមិមេដឹកនាំផ្សេងទៀតទាំង3រូបនៅក្នុងភូមិថ្នាលោកគាត់មួមតិគ្នារួមគំនិតចាក់គ្រោះ2ឡានចា2ឡានហ្នឹងគឺបើសិនគេលក់ធម្មតា1ឡានគឺ300000ប៉ុន្តែអ្នកលក់គ្រោះហ្នឹងគាត់ឃើញគាត់ពិបាកដែរដោយសារតែគាត់ជិះតាមផ្លូវនេះដែរគឺឃើញពិបាកគាត់ជួយចុះតម្លៃ1ឡានគឺចុះ50000នៅសល់តែ1ឡាន25000ទេអញ្ចឹង2ឡានគឺ50000ចា50000បងប្អូនហើយគឺចាក់ជឿគេទេដោយសារតែពីមុនគឺលោកមេភូមិរួមទាំងអ្នកភូមិផ្សេងទៀតនៅប៊ីតនេះគិតចេញញឹកញាប់ហើយចាក់ញឹកញាប់ហើយប៉ុន្តែនៅតែខូចដដែលដោយសារតែផ្លូវនេះគឺធ្វើដំណើរញឹកញាប់ទាំងបងប្អូនទាំងខ្ញុំទាំងបងប្អូនអ្នកជិតឆ្ងាយអ្នកដឹកស្រូវឬដឹកទំនិញផ្សេងម៉ូតូតទេឬសិស្សសាលាឬកង់ម៉ូតូលម៉កគឺកលេថងគឺបើករហូតទាំងអស់រហូតដល់ផ្លូវនេះគឺងាកខូចតែម្ដងចាដោយសារតែវាមានទំនាបរៀងក្លុកអញ្ចឹងហើយពុកម៉ែបងប្អូនបានស្ដាប់ជាវីដេអូខ្ញុំហើយគឺសូមជួយចែករំលែកចេញជាសទ្ធាឬក៏ថវិកាជាមួយនឹងលោកស្រីហេងអូលីមាវីនិយាយរួមទៅក្បាលម៉ាស៊ីនគឺមានអ៊ីធុដែរចាអាចចូលរួមចេញជាថវិកាតិចក្តីច្រើនក្តីឬក៏បងចាអ្នកដែលដឹកស្រូវឬដឹកទំនិញធំអាចនឹងជួយចេញច្រើនមួយឡានក៏អរគុណធំស្ពះម្រាមដៃ10ជាមុនដោយសារតែផ្លូវនេះគឺចាំបាច់ប្រើប្រាស់នៅក្នុងតំបន់ប្រជុំជនខ្លាំងមែនទែនចាបងឃើញវីដេអូនេះគឺជាក់ស្ដែងផ្លូវពីមុនគឺពិបាកហើយពិបាករហូតចាតែចាក់មិនចេះពេញទេព្រោះវារៀងជ្រៅណាបងងាកលិចទឹកអញ្ចឹងហើយគឺលើកនេះគឺ2ឡានធំប្រហែលជាកំពុងក្រិនបើចាំមើលថាបាន1ឆ្នាំឬ2ឆ្នាំក៏អត់អញ្ចឹងហើយគឺគ្រោះនេះ2ឡានគឺជំពាក់គេទេសុំជឿគេសិនទេតែបើបងប្អូនមានសទ្ធាឬក៏ថវិកាតិចចិត្តក្តីច្រើនក្តីទៅតាមសមត្ថភាពនិងសទ្ធារបស់បងប្អូនអាចចូលរួមជាមួយនឹងអ៊ីធុមាវីឬក៏អ្នកស្រីហេងអូលីជាមេភូមិតែម្ដងចានាងខ្ញុំនៅក្នុងតំបន់នេះដែរគឺសុំកម្លាំងកាយកម្លាំងចិត្តពីក្រុមគ្រួសារនឹងខ្ញុំទៅថតវីដេអូនឹងបានការលើកទឹកចិត្តពីលោកស្រីមេភូមិនិងអនុភូមិចាបងផ្សេងទៀតដោយសារតែគាត់ចូលចិត្តដែលខ្ញុំបញ្ចូលវីដេអូកាត់តដើម្បីឲ្យចែករំលែកបងប្អូនបានឮបានដឹងទាំងអស់គ្នាអញ្ចឹងបងស្ដាប់ទស្សនាវីដេអូនេះខ្ញុំហើយសូមចូលរួមចែករំលែកចាជួយជាថវិកាក៏បានបងណាបងមិនបាច់ចាំធ្វើបងណាទេទៅនឹងផ្លូវប៊ីតនេះពេលដែលឃើញវីដេអូបងអូនហើយរស់រាន់ឡើងចាជួយចេញថវិកាជាមួយនឹងផ្លូវដើម្បីឲ្យសិស្សសាលាក្មេងៗឬមនុស្សចាស់មិនថាយើងមិនថាគេទេធ្វើដំណើរនៅក្នុងផ្លូវនេះគឺត្រូវការចាំបាច់ចាពេលពិបាកយើងធ្ងន់ធ្ងរមែនទេពិបាកផ្លូវនេះពិបាកឥឡូវសុំស្រួលម្ដងមើលបងខ្វះថវិកាព្រោះជឿគេទេណាបងជាពិសេសបងដឹកធ្ងន់សុំ1ឡានមកអរគុណសម្រាប់ទស្សនាវីដេអូខ្ញុំ